បងប្អូននឹងទេក្រោយជួបគ្រោះរញ្ជួយដីដ៏ធំសម្បើមបានវីលុកប្រទេសភូមាបានបាត់បង់នឹងរងការខូចខាតនៅស្ថាបត្យកម្មសំណង់ប្រាសាទបុរាណដែលមានអាយុកាលរាប់ពាន់ឆ្នាំជាច្រើនក្នុងនោះក៏មានចេតិយដីមួយនៅក្នុងវត្តស្វេសយ័ននៅទីក្រុងម៉ាន់ដេលេរបស់ភូមាផងដែរនៅក្នុងវីដេអូនេះខ្ញុំចង់នាំអារម្មណ៍បងប្អូនទៅស្គាល់អំពីប្រវត្តិខ្លះៗអំពីសំណង់ស្ថាបត្យកម្មនិងប្រាសាទបុរាណទាំងនោះហើយថាតើព្រះចេតិយដីស្វេដាហ្គនដែលបងប្អូនស្គាល់ថាជាចេតិយដីតម្កល់នៅព្រះកេសធាតុ8សរសៃរបស់ព្រះពុទ្ធតើមានការបែកបាក់ដោយសារគ្រោះរញ្ជួយដីពិតប្រាកដដែរឬទេតើព្រះចេតិយដីមួយណាដែលទទួលរងការខូចខាតដោយសារគ្រោះមហន្តរាយនេះនៅក្នុងចំណោមស្ថាបត្យកម្មទាំងនោះរួមមានទី1ស្ពានសាកាំងឬស្ពានអាវ៉ាគឺជាស្ពានដ៏វែងមួយមាន16ផ្នែកដែលតភ្ជាប់ពីស្ពានអាវ៉ានិងស្ពានសាកាំងក្នុងតំបន់ម៉ាន់ដេលេរបស់ប្រទេសមីយ៉ាន់ម៉ាស្ពាននេះត្រូវបានសាងសង់ឡើងដោយប្រទេសអង់គ្លេសនៅក្នុងឆ្នាំ1934ហើយត្រូវបានបំផ្លិចបំផ្លាញម្ដងរួចទៅហើយដោយកងទ័ពអង់គ្លេសដែលដកថយក្នុងអំឡុងសង្គ្រាមលោកលើកទី2ហើយស្ពាននេះត្រូវបានសាងសង់ឡើងវិញនៅក្នុងឆ្នាំ1954ក្រោយពេលប្រទេសភូមាទទួលបានឯករាជ្យស្ពាននេះមានប្រវែងសរុប1128ម៉ែត្រនិងកម្ពស់107ម៉ែត្រហើយនៅក្នុងឆ្នាំ2025ថ្មីនេះត្រូវបានខូចខាតដោយគ្រោះរញ្ជួយដីដ៏ធំនៅក្នុងទីក្រុងម៉ាន់ដេលេរបស់ប្រទេសភូមាអរគុណដល់ផលិតផលទឹកយិនសិនម៉ាអ៊ីសម្រាប់បងប្អូនមានបញ្ហាសុខភាពឧស្សាហ៍វិលមុខស្រវាំងភ្នែកនឿយហត់អស់កម្លាំងធ្វើការងារធ្ងន់ស្ពឹកស្រពន់អាចជ្រើសរើសទឹកយិនសិនម៉ាអ៊ីយកទៅប្រើប្រាស់បានឱកាសល្អពីក្រុមហ៊ុន Free សេវាដឹកជញ្ជូនបងប្អូន25ខេត្តក្រុងទំនាក់ទំនងទិញតាមរយៈ Page EE Black 9 និង Telegram ខាងលើទី2គឺព្រះបរមរាជវាំងម៉ាន់ដេលេរបស់ភូមារាជវាំងនេះត្រូវបានស្ថាបនាឡើងរវាងឆ្នាំ1857ដល់ឆ្នាំ1859ដែលជាផ្នែកមួយនៃស្ថាបត្យកម្មក្នុងការបង្កើតរាជធានីថ្មីរបស់ស្ដេចមីនតុននៃទីក្រុងម៉ាន់ដេលេហើយត្រូវបានខូចខាតប្រាសាទផ្នែកខ្លះដោយសារគ្រោះរញ្ជួយដីនៅក្នុងថ្ងៃទី28ខែមីនាឆ្នាំ2025កន្លងទៅនេះទី3វត្តមហាអង្គយេប៊ូសានឬវត្តភូមិព្រឹកជាវត្តរបស់ព្រះពុទ្ធសាសនាវត្តនេះបានសាងសង់ឡើងក្នុងឆ្នាំ1818ដែលជាសំណង់ដ៏អស្ចារ្យមួយស្ថិតនៅក្នុងទីក្រុងអ៊ីនវ៉ាគឺជាអតីតរាជធានីបុរាណនៃប្រទេសមីយ៉ាន់ម៉ារវាងគ្រិស្តសករាជ1364ដល់ឆ្នាំ1841ដែលស្ថិតនៅប្រហែល20គីឡូម៉ែត្រនៃភាគនិរតីនៃទីក្រុងម៉ាន់ដេលេទី4វត្តលីហាថេតជីបយ៉ាគឺជាវត្តព្រះពុទ្ធសាសនាសាងសង់ឡើងក្នុងសតវត្សទី9ដល់សតវត្សទី13វត្តនេះស្ថិតនៅក្នុងទីក្រុងអ៊ីនវ៉ាដែលត្រូវបានបែកបាក់គ្មានសល់ព្រោះគ្រោះរញ្ជួយដីនៅតំបន់ម៉ាន់ដេលេទី5ព្រះចេតិយដីស្វេប៉ុងតានៅស្រុកចៅសែខេត្តម៉ាន់ដេលេត្រូវបានបែកបាក់រលំគ្មានសល់ដោយសារតែគ្រោះរញ្ជួយដីដែលស្ថិតនៅក្នុងវត្តស្វេសយ័ននៅក្នុងទីក្រុងថាតុនខេត្តម៉ាន់ដេលេប្រទេសមីយ៉ាន់ម៉ាដែលកសាងឡើងក្នុងឆ្នាំ1053ដោយព្រះមហាក្សត្រីសៅម៉ាន់ហាឡាកន្លែងនេះគឺជាសំណង់អត្តសញ្ញាណមួយរបស់ភូមាដែលគេតែងតែធ្វើពិធីបុណ្យដើម្បីទាក់ទាញអ្នកទស្សនាជាច្រើនហើយគេតែងតែជឿថាត្រូវបានឃុំព្រលឹងរបស់ព្រះមហាក្សត្រីសៅម៉ាន់ហាឡានិងបងប្រុសរបស់ទ្រង់ដែលថែរក្សានៅកន្លែងមួយនេះផងដែរហើយចំពោះចេតិយដីស្រោបមាសស្វេដាហ្គននៅក្នុងទីក្រុងយ៉ាងកុងវិញมันមានការខូចខាតដោយដែលគេផ្សព្វផ្សាយនៅលើបណ្ដាញសង្គមនោះទេអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូមួយនេះហើយខ្ញុំពិតជាមានការសោកស្ដាយចំពោះការបាត់បង់នូវធនធានសំណង់ប្រវត្តិសាស្ត្រកន្លែងទីសក្ការៈបូជារបស់ប្រទេសភូមាមែនទែនអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយនេះដល់ចប់ហើយជួបជាមួយខ្ញុំបាទជឿនវនីនៅវីដេអូក្រោយសូមអរគុណកម្មវិធីចូលឆ្នាំថ្មីគេតែងរៀបចំផ្ទះសម្បែងតុបតែងរំលេចដោយចង្គៀងគោមគ្រប់ពណ៌ជាលម្អសម្រាប់ទទួលទេវតាឆ្នាំថ្មីសង្ក្រាន្តឆ្នាំថ្មីមិនត្រឹមតែជាការជួបជុំបងប្អូនទេប៉ុន្តែវាក៏ជាពេលវេលាដ៏រីករាយមួយរបស់ប្រជាជនខ្មែរផងដែរហើយនៅពេលចូលឆ្នាំបងប្អូនមិនដឹងថាទិញអ្វីផ្ញើជូនអ្នកផ្ទះខ្ញុំសូមណែនាំបងប្អូននៅផលិតផលទឹកយិនសិនម៉ាអ៊ីក្នុងឱកាសចូលឆ្នាំខ្មែរនេះគឺមានប្រូម៉ូសិនពិសេសទិញទឹកយិនសិនកេះតូចមួយដែលបញ្ចុះតម្លៃនៅសល់ត្រឹមតែ$21ហើយថែមជូនថ្នាំដុសធ្មេញមួយតម្លៃ$5ក៏ដូចជាសញ្ញកឆ្នោតផ្សងសំណាងនិង free សេវាដឹកជូនបងប្អូនទាំងអស់គ្នាប្រូម៉ូសិននេះផុតកំណត់បន្ទាប់អំពីចូលឆ្នាំខ្មែរហើយទំនាក់ទំនងទិញតាមរយៈ Telegram ក៏ដូចជា Facebook Page ខាងលើ